នឹងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញលើមុខងារមួយណាទាក់ទងនឹងកម្មវិធីថ្នាក់បឋមសិក្សា PLP គឺមុខងាររៀនរបស់សិស្សានុសិស្សនៅផ្ទះអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញមេរៀនថ្នាក់ទី2គណិតវិទ្យាបាទអញ្ចឹងយើងចូលដល់គណិតវិទ្យាថ្នាក់ទី2ណាអញ្ចឹងបន្ទាប់មកយើងមើលមេរៀនទី2ណាមេរៀនទី2ការប្រៀបធៀបចំនួនអញ្ចឹងយើងមើលមកមេរៀនទី1ចំនួន1000មេរៀនទី2គឺការប្រៀបធៀបចំនួនអញ្ចឹងយើងចុចពីលើមកបាទអញ្ចឹងការប្រៀបធៀបចំនួនថ្ងៃនេះខ្ញុំបង្ហាញចំណុចលេខ1តែម្ដងណាការប្រៀបធៀបចំនួនឲ្យប្រើសញ្ញាតូចធំឬស្មើអញ្ចឹងយើងចុចចូលមកបាទអញ្ចឹងចុចចូលមកសំណួរដំបូងគឺថាតើមួយណាជាសញ្ញាស្មើអញ្ចឹងនៅក្នុងមេរៀននេះគឺចង់ឲ្យបងប្អូនថ្នាក់ទី2ណាវិទ្យារបស់យើងហ្នឹងឲ្យស្គាល់ថាមួយណាសញ្ញាស្មើអញ្ចឹងសញ្ញាស្មើនេះណាបងប្អូនមើលណានេះគឺជាសញ្ញាស្មើអញ្ចឹងយើងចុចពាក្យថាយល់ព្រមត្រូវត្រឹមត្រូវតើមួយណាជាសញ្ញាធំបាទយើងគិតណាសញ្ញាធំតើមួយណាគឺជាសញ្ញាធំបាទអញ្ចឹងយើងចុចយកខាងនេះមកបាទនេះគឺជាសញ្ញាធំត្រឹមត្រូវបាទត្រឹមត្រូវបាទអញ្ចឹងគេសួរថាចូលជ្រើសរើសសញ្ញាដើម្បីឲ្យលេខល្បះលេខត្រឹមត្រូវស្ដាប់មកចូលជ្រើសរើសសញ្ញាដើម្បីឲ្យល្បះលេខត្រឹមត្រូវបាទអញ្ចឹង581ហើយគេដាក់ប្រអប់មួយមក582គេដាក់ប្រអប់មួយមកអញ្ចឹងយើងប្រើសញ្ញាអីបាទគឺយើងប្រើសញ្ញាមួយនេះមកណាបាទជឿមានថា581តូចជាង582ត្រឹមត្រូវបាទត្រឹមត្រូវជួយយើងស្ដាប់មួយទៀតចូលជ្រើសរើសសញ្ញាដើម្បីឲ្យល្បះលេខត្រឹមត្រូវបាទជាងចូលរើសសញ្ញាដើម្បីឲ្យល្បះលេខរបស់យើងគឺត្រឹមត្រូវជាងយើងមើល482 582ជាងយើងដាក់សញ្ញានេះមកបាទដោយសារតែ482ទៅជាង582ត្រឹមត្រូវបាទត្រឹមត្រូវជាងមួយទៀតចូលជ្រើសរើសសញ្ញាដើម្បីឲ្យល្បះលេខត្រឹមត្រូវបាទឲ្យជ្រើសរើសសញ្ញាដើម្បីឲ្យល្បះលេខរបស់យើងត្រឹមត្រូវ592 582ជាងយើងប្រើសញ្ញាមួយនេះបាទដូចបានបង្ហាញអូខេបងប្អូនចុចមកត្រឹមត្រូវបាទត្រឹមត្រូវអញ្ចឹងនៅពេលនេះយើងអត់ដាក់សញ្ញាឲ្យត្រឹមត្រូវទេយើងដាក់សញ្ញាខុសណាដើម្បីចង់ដឹងថានៅពេលដែលយើងខុសបញ្ញត្តិគណិតវិទ្យាបានណែនាំអីខ្លះអញ្ចឹងយើងធ្វើខុសនេះមិនដើម្បីថាយើងនេះទេគឺដើម្បីចង់ថាយើងប្រើសញ្ញានេះរៀបធៀបលេខមិនអីចឹងណាជាងយកមកថាយើង366 263ជាងយើងមើលមកភាំងបានស្មើមកចុចស្មើចុះបាទអញ្ចឹងគេចម្លើយមិនត្រឹមត្រូវអត់មើលឡើងវិញចូលជ្រើសសញ្ញាដើម្បីរបស់លេខត្រឹមត្រូវអញ្ចឹងចម្លើយរបស់យើងជ្រើសសញ្ញាស្មើចម្លើយរបស់គេគឺសញ្ញាអីបាទសញ្ញាធំសញ្ញានេះគឺសញ្ញាតូចណាជាងគេថាម៉េចគេឲ្យយើងមើលណាលេខ3និងលេខ2ឃើញពណ៌ក្រហមហ៎មើលខ្ទង់ធំជាងគេគឺខ្ទង់100លេខ3ធំជាងលេខ2ដូច្នេះណា363ធំជាង262ចឹងកន្លែងដែលខ្ញុំចង់បង្ហាញដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាកន្លែងគួរចងចាំណាដើម្បីប្រៀបធៀបចំនួនដែលមានខ្ទង់ច្រើនដំបូងរាប់ចំនួនខ្ទង់នៃចំនួននីមួយចំនួនដែលមានខ្ទង់ច្រើនជាងជាចំនួនធំជាងបាទអញ្ចឹង2បើចំនួនមានខ្ទង់ស្មើគ្នាត្រូវមើលលើលេខខ្ទង់ដែលធំជាងគេនៅខាងឆ្វេងបងអស់បើលេខខ្ទង់នោះមានលេខធំជាងវាជាចំនួនធំជាងបើលេខខ្ទង់ធំជាងគេដូចគ្នាត្រូវមើលខ្ទង់បន្ទាប់បើលេខខ្ទង់នោះមានលេខធំជាងវាជាចំនួនធំឧទាហរណ៍យើងមើល735និង98ចឹងចំនួន735មាន3ខ្ទង់ចឹងច្រើនជាង98ច្បាស់ណា735ធំជាង95 8មួយទៀត935និង735ចឹងយើងមើលលេខ2ខ្ទង់ខាងក្រោយខ្ទង់រាយនិងខ្ទង់10បាទគឺមានលេខដូចគ្នាចឹងខ្ទង់100ហើយនៅខ្ទង់100មួយមានលេខ9មួយមានលេខ7ច្បាស់ណាស់លេខ9ធំជាងលេខ5 7មួយទៀតណា948និង934ចំនួនទាំងពីរហ្នឹងមានលេខ3
ខ្ទង់ដូចគ្នានឹងមានលេខខ្ទង់100ដូចគ្នាបើខ្ទង់100ដូចគ្នាយើងក៏លេខមើលខ្ទង់10ខ្ទង់10លេខ4អញ្ចឹងលេខ4ប្រកាសណាស់ធំជាងលេខ3នៃខ្ទង់10នេះគឺជាបញ្ញត្តិក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP ទាំងអស់គ្នាណាបងប្អូនអញ្ចឹងដល់ពេលយើងធ្វើខុសបានណែនាំឲ្យយើងច្បាស់អញ្ចឹងតែម្ដងណាបងប្អូនណាអញ្ចឹងនៅក្នុងវីដេអូនេះគឺអត់មានអីច្រើនទេគឺចង់ឲ្យបងប្អូនថ្នាក់ទី2រៀនវិទ្យាទាក់ទងនឹងការប្រៀបធៀបចំនួនដែលមានសញ្ញា3ណាសញ្ញាតូចសញ្ញាធំនិងសញ្ញាស្មើអញ្ចឹងជាចុងក្រោយអត់មានអីទេប្រសិនបើមានកំហុសខុសឆ្គងត្រង់ណាមួយគឺសូមឲ្យបងប្អូនជួយ comment បំពេញបន្ថែមដល់អ្នកគ្រូបាទសិនបើឃើញមានការបង្ហាញទៅមានខុសអាចចូល comment បន្ថែមអញ្ចឹងអត់មានអីទេអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយណា